សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកសម្រាយរឿងអន្តេវិមិតកម្មរឿងនឹងពិតជាល្អមើលមែនតើអ្នកទាំងអស់គ្នាហើយផ្ដើមសាច់រឿងដំបូងហ្នឹងគឺយើងឃើញតួអង្គកនជាមួយនឹងតួអង្គអេនថាច់ពួកគេបានស្រឡាញ់គ្នាហើយរឿងហ្នឹងគឺបានត្រឡប់ទៅកាន់អតីតកាលពី30ឆ្នាំមុនក្នុងសម័យហ្នឹងអ្នកទាំងអស់គ្នាគេមិនទាន់បានគ្រប់គ្រងអ្នកស្រឡាញ់ភេទដូចគ្នាទេហើយសូម្បីតែឪពុករបស់គេក៏មិនគ្រប់គ្រងដែរជាហេតុដែលធ្វើឲ្យពួកគេនឹងលួចរត់ជាមួយគ្នាទៅដល់ផ្ទះមួយហើយអេនក៏បាននិយាយទៅកាន់កនដែរថាសូមកុំចាក់ចេញពីគេអីហើយកនក៏បានសន្យាជាមួយអេនថាគេនឹងមិនចាក់ចេញទេកំឡុងពេលដែលពួកគេកំពុងតែនិយាយគ្នាឪពុករបស់ពួកគេទាំងពីរក៏បានចូលមកហើយក៏តាមបំបែកបំបាក់ពួកគេទៅកនដែលជាតួអង្គប្រុសរបស់យើងក៏បានសុំឪពុកទាំងពីរថាឲ្យពួកគេស្រឡាញ់គ្នាទៅតែឪពុករបស់ពួកគេគឺមិនយល់ព្រមទេអ្នកទាំងអស់គ្នាឥឡូវហ្នឹងកនក៏បានចាប់យកកំភ្លើងពីចង្កេះរបស់ឪពុកគេហ្នឹងយកមកបាញ់ខ្លួនឯងអិនពិតជានឹកស្មានដល់មែនតើអ្នកទាំងអស់គ្នាទើបតែនឹងសន្យាថាគេនឹងមិនទៅណាតែឥឡូវគេក៏បានស្លាប់ទៅបាត់ហើយអិនអត់អាចទទួលយកបានទេអ្នកទាំងអស់គ្នាអិនក៏យកកំភ្លើងបាញ់សម្លាប់ខ្លួនឯងទៅក្រោយកនទៅហើយឪពុករបស់គេទាំងពីរក៏បានឈរមើលទាំងសោកស្ដាយនៅទង្វើរបស់ខ្លួនតែគ្រប់យ៉ាងវាគ្រាន់តែជាការយកសពរបស់ក្មេងប្រុសម្នាក់ក្មេងប្រុសនេះឈ្មោះតាផាមហើយគេនឹងហើយដែលជាតួអង្គឯករបស់យើងគាត់តែងតែយកសពជារឿយៗអំពីការស្លាប់ការភ័យខ្លាចនិងមានអារម្មណ៍ថាគាត់បាត់បង់អ្វីមួយនៅក្នុងជីវិតថ្ងៃនេះដែរគឺជាថ្ងៃដែលគេចូលរៀនដំបូងនៅក្នុងសាកលវិទ្យាល័យតែមើលទៅប្រហែលជាយឺតទៀតហើយអ្នកទាំងអស់គ្នាហើយគេក៏បានទៅដល់សាលាទាំងត្រហេតុត្រហប់ហើយអ្នកទាំងអស់គ្នាយើងឃើញតួអង្គពីរនាក់ទៀតហើយដែលមានឈ្មោះថាវីនជាមួយនឹងម៉ាណាវហើយពួកគេក៏ទៅស្គាល់គ្នាដែរហើយគេក៏បានណែនាំឈ្មោះនិងសួរពីគ្នាទៅវិញទៅមកប៉ុណ្ណឹងបានដើរមួយគ្នាបានកំពុងតែនិយាយគ្នាសក់ម៉ាណាវក៏ស្រាប់តែងាកឃើញមនុស្សម្នាក់ហើយគេក៏ស្រែកហៅថាភីឌីនឲ្យឈុតឆាកក៏កាត់ទៅកាន់បរិសពីរនាក់គេទាំងពីរហ្នឹងក៏ជាតួអង្គនៅក្នុងរឿងនឹងដែរគេក៏ជាប្រុសស្អាតប្រចាំសាលាឥឡូវនេះខ្ញុំនឹងណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់ហ្មងទៅបុរសដែលសក់ខ្មៅនឹងគឺជាតួអង្គឯករបស់យើងដែលឈ្មោះថាភីឌីនហើយចំពោះបុរសដែលសក់សនឹងមានឈ្មោះថាភីវីនហើយពួកគេគឺជាមិត្តភក្តិនឹងគ្នាតែផាមនៅពេលដែលបានឃើញភីឌីនហើយគេក៏មានអារម្មណ៍ថាដូចធ្លាប់ស្គាល់គ្នាពីមុនតើពីគេចោះឈ្មោះហើយគេក៏បំបែកគ្នាទៅតាមក្លឹបដែលគេបានចោះឈ្មោះអំបញ្ញមិញអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់ផាមគាត់រើខាងផ្នែកធ្វើម្ហូបពីព្រោះគាត់ចូលចិត្តធ្វើម្ហូបតាំងពីក្មេងៗរីឯម៉ាណាវិញគាត់បានចូលក្លឹបផ្នែកសម្ដែងពីព្រោះគាត់មាន idol នៅទីហ្នឹងហេតុតែចង់ជួប idol អ្នកទាំងអស់គ្នាគាត់រាំផងច្រៀងផងធ្វើអីក៏គាត់ធ្វើដែរទោះបីតែ idol របស់គាត់ក៏មានអារម្មណ៍តាកៀងដែរមិនថាយើងមិនថាគេឲ្យតែបានជួប idol របស់យើងនឹងមានប្រតិកម្មបែបហ្នឹងដូចតែគ្នាទេបន្ទាប់ពីធ្វើការរបស់ពួកគេចាប់ហើយពួកគេក៏បានមកជួបគ្នាមុននឹងពួកគេត្រឡប់ទៅផ្ទះវិញបើទោះបីជាពួកគេទៅតែស្គាល់គ្នាប៉ុន្តែមើលទៅហាក់បីដូចជាស្និទ្ធស្នាលនៅពេលដែលផាមត្រឡប់មកផ្ទះវិញគេមិនអស់ចិត្តទេគេនៅតែគិតរឿងដែលថ្ងៃមិញនៅពេលដែលគេជួបមនុស្សម្នាក់គេក៏បានយកកុំព្យូទ័រមកឆែកហើយគេក៏បានឃើញតួអង្គឯករបស់យើងគឺភីឌីននឹងឯងហើយផាមក៏បាននិយាយថាហេតុអ្វីឲ្យតែខ្ញុំឃើញគាត់ខ្ញុំមានអារម្មណ៍ថាឈឺចាប់ម៉ែឈុតឆាក៏បានត្រឡប់ទៅអតីតកាលម្ដងទៀតកនជាមួយនឹងអ៊ីនគឺគេកំពុងតែនិយាយគ្នាហើយអ៊ីនក៏បានសួរទៅកាន់កនថាបើសិនជាពួកយើងស្លាប់តើពួកយើងអាចរកគ្នាម្ដងទៀតបានអត់កនក៏បានឆ្លើយមកគេថាគេនឹងសន្យាថានឹងរកសង្ឃឹមថាការសន្យាលើកនេះវានឹងការពិតទៅចោះហើយនេះវាជាការយកសពរបស់ផាមម្ដងទៀតហើយវាក៏កាន់តែច្បាស់ឡើងដែរហើយក៏សួរខ្លួនឯងថាឯងយកសពទៀតមែនហើយក៏នឹកដល់រឿងដែលគេបានយកសពការយកសពរបស់គេគឺដូចតភាកចឹងហើយយើងនឹងរងចាំមើលថានឹងមានរឿងអីកើតឡើងទៀតពេលខ្លះខ្ញុំក៏នឹកផាមដែរគឺត្រូវយកសពរហូតយកសពពេលណាក៏មានតែទុកសោកមានតែទឹកភ្នែកបើសិនជាអ្នកមើលបានជួបរឿងបែបហ្នឹងដែរតើអ្នកទាំងអស់គ្នានឹងធ្វើបែបណាបើជាអ្នកទាំងអស់គ្នាយកទៅចាក់កតុយលេខហើយកាត់មកដល់ឈុតឆាកនៅសាលាផាមប៊ីនឹងមកយឺតទៀតហើយគេក៏បានសំណាជាមួយពួកម៉ាក់របស់គេហើយធីមថ្ងៃហ្នឹងក៏បាននិយាយទៅកាន់ពួកម៉ាក់គេថាកុំភ្លេចទៅចូលរួមការប្រកួតកីឡាហែលទឹករបស់គេផងធីមក៏ចូលក្លឹបកីឡាហែលទឹកពីព្រោះគាត់ជាកីឡាករតាំងពីនៅវិទ្យាល័យម៉េះងាកមកកាន់កន្លែងប្រកួតហែលទឹកគឺពួកគេបានមកតាមសំណើរបស់ធីមមែនគេជាពួកម៉ាក់នឹងគ្នាអញ្ចឹងគេត្រូវមកគ្រប់គ្រងគ្នាវាជារឿងធម្មតាទេហើយគេក៏មិនភ្លេចដែរគឺសម្លឹងមើលពួកម៉ាក់របស់គេហើយម៉ាណាវវគ្គនេះគឺខ្ញុំចង់សើចមែនតើតែឃើញប្រុសស្អាតភ្លាមទឹកមុខម៉ាណាវគឺប្រែប្រួលហ្មងបែប sexy hot ហ្មងហើយពេលហ្នឹងម៉ាណាវក៏បានសម្លឹងហើយចង្អុលទៅកាន់បរិសម្នាក់ដូចគ្នាគឺជាតួអង្គឯករបស់យើងនឹងឯងគឺភីឌីនហើយភីឌីនក៏ចាប់ភ្លឹកទៅកាន់មនុស្សម្នាក់ដូចគ្នា
សូម្បីតែភីវិនក៏ឆ្ងល់ដែរថាគេកំពុងតែងាកមើលអ្នកណាការប្រកួតក៏បានចាប់ផ្ដើមទៅយ៉ាងរលូនហើយចុងបញ្ចប់ធីមនឹងឯងគឺជាអ្នកឈ្នះទឹកចិត្តជាមិត្តភ័ក្តិឃើញពួកម៉ាក់ឈ្នះចឹងហើយគឺសប្បាយអរខ្លាំងណាហើយធីមនេះវិញគឺគាត់សប្បាយចិត្តមែនតាដោយសារតែគាត់បានឈ្នះនៅក្នុងការប្រកួតណាហើយក៏ជាកីឡាដែលគាត់ស្រឡាញ់ផងដែរគេក៏បានចុះមកអបអរសាទរពួកម៉ាក់របស់គេដោយផ្ទាល់កំពុងតែនិយាយគ្នាសក់ម៉ាណាវក៏ស្រាប់តែសួរតើឯណាគ្នារបស់ភីឌីនហើយវីនក៏បានសួរទៅម៉ាណាវហេតុអីក៏តែងតែសួរពីភីឌីនអញ្ចឹងម៉ាណាវក៏និយាយថាគេមិនបានសួរឲ្យខ្លួនឯងទេគឺគេសួរជំនួសផាមពីព្រោះផាមឲ្យតែឃើញភីឌីនណាគឺគេមើលអត់ដែលព្រិចភ្នែកទេហើយផាមនៅពេលដែលឮម៉ាណាវបង្អាប់បែបហ្នឹងគឺគេចាប់ផ្ដើមប្រកែកភ្លាមហើយពួកគេក៏បានបង្អាប់ផាមទៅនៅពេលហ្នឹងតួប្រុសរបស់យើងក៏ចាប់ភ្លឹកទៅកាន់ផាមដែរភាគទី1នេះគឺអ្នកដឹកនាំរឿងមិនទាន់ឲ្យតួអង្គយើងទាំងពីរបានជួបគ្នាដោយផ្ទាល់ទេគឺដោយប្រយោលកាត់មកភាគ2បន្ទាប់គឺយើងឃើញតួអង្គស្រីរបស់យើងគឺគាត់កំពុងតែធ្វើនំក៏ស្រាប់តែឮសំឡេងមួយនៅជិតខ្លួនគាត់បានបន្លឺឡើងគាត់កំពុងតែវីដេអូខលជាមួយនឹងម្ដាយរបស់គាត់ម៉ាក់របស់ផាមគឺគាត់បានរស់នៅសហរដ្ឋអាមេរិកជាមួយនឹងប្អូនរបស់គាត់ហើយគាត់ក៏បានបើកហាងភោជនីយដ្ឋាននៅទីនឹងដែរហើយក៏ឆ្លៀតសួរកូនគាត់ថាធ្វើនឹងធ្វើឲ្យសង្សារមែនពេលដែលខ្ញុំបានមើលរឿងនឹងហើយគឺខ្ញុំពិតជាចង់ញ៉ាំនំនឹងមែនតើទៅតំណងខ្លាំងមកហើយក៏ខ្ញុំអត់ដែលធ្លាប់ញ៉ាំដែរបើសិនជាអ្នកមើលដឹងថានំនឹងមានលក់ឯណាប្រាប់ផងនំរបស់យើងគឺបានរួចរាល់ហើយថោះស្អាតមែនតើហើយគេធ្វើនេះគឺគេធ្វើផ្ញើពួកម៉ាក់សំណប់ចិត្តរបស់ពួកគេហើយនៅពេលដែលគេបានភ្លក់គឺគេទៅសើផាមហ្មងហើយផាមក៏បានធ្វើសកួរឲ្យពួកគេនឹងយកទៅចែកក្រុមធីមនៅក្លឹបរបស់ពួកគេរៀងៗខ្លួនដែរតែពេលហ្នឹងធីមក៏បានបង្អាប់ទៅកាន់ផាមម្ដងទៀតហើយគេថាខ្ញុំនឹងឲ្យពីឌីននឹងញ៉ាំឲ្យច្រើនជាងគេហើយកូនស្រីរបស់យើងអៀនទៀតហើយអ្នកទាំងអស់គ្នាបន្ទាប់ពីធីមបានហ្វឹកហាត់ហើយគេក៏បានមកដេកនៅក្នុងបន្ទប់ lockerហើយវីនក៏បានចូលមកហើយក៏បានញ៉ោះទៅកាន់ធីមអ្នកទាំងអស់គ្នាពីរអ្នកនឹងគឺជាដៃគូមួយគ្នាតួអង្គរងហើយធីមក៏គេបាននិយាយថាអូថ្ងៃនឹងហត់ខើឃ្លានខ្លាំងគេក៏នឹកឃើញថាផាមបានផ្ញើរបស់អីឲ្យគេញ៉ាំដែរហើយគេក៏ប្រញាប់ស្ទុះស្ទាយកនំនឹងយកមកញ៉ាំដោយវីនមើលទៅទំនងពេកគេក៏ចាប់ផ្ដើមញ៉ាំជាមួយនឹងធីមទៅហើយពីឌីណាក៏បានដើរមកហើយក៏ឆ្ងល់តែពីអ្នកនឹងធ្វើអីគេហើយធីមឃើញបែបហ្នឹងក៏បានយកនំឲ្យភីឌីនសាកភីឌីនបានសាកហើយគេនិយាយថាឆ្ងាញ់ហើយធីមក៏បាននិយាយថានេះគឺជានំដែលពួកម៉ាក់គេឈ្មោះផាមជាអ្នកធ្វើហើយភីឌីនក៏និយាយថានៅទីនោះគេអត់ឲ្យយកអាហារយកចូលទេធីមក៏ងក់ក្បាលតាមបញ្ជាហើយគេមុននឹងចេញទៅគេបានប្រគល់នំឲ្យទៅភីឌីនមួយទៀតហើយគេនិយាយថាបើសិនជាយើងញ៉ាំនំមួយនៅក្រោយគេយើងនឹងបានសង្សារខ្ជូតចុះអ្នកដែលកំពុងតែមើលនឹងឲ្យតែពេលសល់នំមួយចុងក្រោយនឹងមើលមុខគ្នាមែនអត់មើលតែភីវិនរបស់យើងក៏មានអារម្មណ៍ថាស្រឡាញ់កូននឹងដែរអ្នកនរគ្នាបន្ទាប់ពីពួកគេបានចេញទៅអស់ហើយភីឌីនក៏បានអង្គុយមើលនំនឹងទាំងស្នាមញញឹមហើយក៏និយាយទៅកាន់នំនឹងថាឈ្មោះរបស់ឯងគឺផាមមែនអត់